ជំរាបសួរចាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបធ្វើកណ្ដូងបំពងយើងមានគ្រឿងក្រៅដូចជាស្លឹកក្រូចសើចគល់ក្រីស្លឹកតយនិងម្ទេសហើយនឹងកណ្ដូងដែលយើងបានបកស្លាបរួចជាការស្រេចយើងបកស្លាបហើយរៀងទៅដាក់ក្លាសេទៅពេលណាយើងត្រូវការបំពងគឺយើងយកមកបំពងតែម្ដងជាដំបូងយើងត្រូវយកស្លឹកក្រូចសើចគល់ក្រីដែលយើងបានហាន់ហ្នឹងស្លឹកតយហ្នឹងយកមកបំពងជាមុនសិនដើម្បីឲ្យវាស្រួយល្អដែលយើងបំពងជាមួយនឹងកណ្ដូបទៅគឺស្លឹកក្រូចអស់ហ្នឹងគឺវាមានលក្ខណៈស្រួយស្រាប់ហើយបន្តមកទៀតគឺយើងបំពងខ្ទឹមសឲ្យមានរសជាតិឈ្ងុយល្អដូចគ្នាដើម្បីដាក់លាយធ្វើជាដែលថាគ្រឿងទេសលាយជាមួយនឹងកណ្ដូបឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយនេះគឺជាខ្ទឹមដែលយើងបានបំពងខ្លួនឯងគឺឈ្ងុយឆ្ងាញ់មែនទែនមិញនេះគឺយើងដាំខ្លាញ់ឲ្យក្តៅនៅពេលដែលក្តៅហើយគឺយើងដាក់កណ្ដូបចូលតែម្ដងតែដាក់ពេលដាក់កណ្ដូបចូលនោះឡែកតែរត់ចែកជើងគ្នាដោយសារវាផ្ទុះខ្លាំងពេកចាអញ្ចឹងទៅបានថតតាពេលវាឡែកសូវផ្ទុះហើយនៅពេលដែលចិត្តឆ្អិនគឺកម្ដៅនៃការពុះរបស់កណ្ដូបហ្នឹងគឺលែងសូវពុះហើយគឺលក្ខណៈអុយអញ្ចឹងគឺមានន័យថាកណ្ដូបយើងគឺចិត្តឆ្អិនហើយតែយើងមិនអាចឲ្យវាឆ្អិនខ្លាំងពេកជាងនៅពេលដែលវាស្ងប់ខ្លាញ់ហ្នឹងគឺមានន័យថាកណ្ដូបយើងគឺចង់ឆ្អិនជ្រុលវាទៅជាល្វីងអត់ឆ្ងាញ់ចានៅចិត្តឆ្អិនគឺយើងដាក់ស្លឹកក្រូចដែលយើងបានបំពងដំបូងហ្នឹងចូលជាមួយគ្នាគឺកាន់តែឈ្ងុយហើយស្លឹកក្រូចគឺកាន់តែស្រួយចាឥឡូវខ្ញុំកាត់មកដល់យើងលាយគ្រឿងម្ដងគឺយើងដាក់គ្រឿងតាមតម្រូវការប្រៃផ្អែមអីហ្នឹងគឺយើងអាចដាក់រ៉ូឌីលាយទឹកត្រីបន្តិចឬក៏ទឹកស៊ីអ៊ីវបន្តិចដើម្បីមានជាតិតែដោយសារខ្ញុំចូលចិត្តហូបប្រៃឡំហើយនេះគឺជាគ្រឿងក្រៅដែលខ្ញុំបានរៀបចំដើម្បីដាក់រួយពីលើកណ្ដូបរបស់យើងហើយនេះសម្រាប់ភ្ញៀវគាត់កំងគឺយើងមានខ្ទឹមមានខ្ទឹមបំពងស្លឹកក្រូចសើចដែលយើងបានលីងទុកហ្នឹងគឺដាក់ចូលហើយនឹងថែមខាងក្រៅជូនអតិថិជនទៀតចាហើយនេះគឺជាឈុតដែលថែមជូនដែរសូមអរគុណសម្រាប់ការទស្សនា